ហ្នឹងខ្ញុំត្រេះពេកពីដេកមកចង់ដើរលេងតាមខេត្តក៏ទីម៉ូតូជិះទៅបាឆាយនៅកំពង់ចាមហើយយើងពណ៌ចេញតាណាទៅណាយើងពាក់មួកពាក់អីការពីសុខភាពតើបានដាក់ខ្ចាយទៅយើងចេញណាទៅតាមផ្លូវឃើញទេសភាពស្អាតពេកលើសាប់ថតបណ្ដោយទៅហើយសយអីជិះហួសផ្លូវឡើងចិត្តដងពេញមកវិញហើយក៏សុទ្ធ100ទៅបណ្ដោយទៅព្រោះបងគាត់ចាំនៅក្បាលឆាយមុនណាឥឡូវយើងចូលដល់ខេត្តកំពង់ចាមហើយទេសភាពស្អាតបណ្ដោយឡើងឈៀហើយ relax យកមកយើងបានជួបគោមួយចង់សួរផ្លូវគាត់មុខតាណាបងផ្លូវទៅមុខហើយគោនឹងរឹកទេឃើញខ្ញុំឲ្យគ្រប់តឹងមកតែខ្ញុំសួរអត់មើលមុខខ្ញុំទេហើយនិយាយឲ្យខ្ញុំអីក៏ជិះមើលទេសភាពវាស្អាតពេលវេលាចឹងមាន10ឆ្នាំបានដងទៀតយើងជិះកាត់តាមផ្លូវហ្នឹងធ្វើសពតដែរហ្នឹងព្រោះមានចៃដេវត្តឡើងបោះខ្ញាក់វាហ្នឹងបើខ្ញុំមកវិញជិះតាមហ្នឹងផ្លូវពេលយប់ខ្ញុំមិនហ៊ានជិះទេនិយាយទៅបាទឥឡូវខ្ញុំធ្វើដំណើរមកដល់ហើយព្រោះប្លុកខ្ញុំថតបានតិចដែរព្រោះខ្ញុំអត់សូវមានពេលថតនៅព្រោះជិះម៉ូតូចឹងនិយាយថាទេសភាពនេះស្តៀងនៅគរីរំហិបុកគោឥឡូវយើងចិត្តដល់មែនតើចិត្តដល់ក្បាលឆាយយើងជិះមើលទេសភាពគាត់ដាំដលងដាំអីចឹងណាតបានធំឯនៅទៅតយឯងគាត់ដាំហើយមិនពីហ្នឹងក្តៅដែរហ្នឹងដល់ឡើងចង់ខ្លោចស្បែកលើធ្វើណាដល់ឥឡូវញ៉ាំអីសិនខ្លាចលេងទឹកយើងឃ្លាតអីចឹងថាថ្ងៃហ្នឹងបងប្អូនយើងមកលេងច្រើនអីចឹងសបោអ្នកទេសចរមកច្រើនហើយវីដេអូយើងក៏អត់មានអីច្រើនដែរមានតែប៉ុណ្្នឹងអរគុណច្រើន